លោកវិរាសនៃត្រីងាត់សុភានេះបកកឃ្លាំងបានដឹកនាំផ្សព្វផ្សាយគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពផលប៉ះពាល់នៃគ្រឿងញៀនបញ្ហាក្មេងទំនើងនិងបញ្ហាផ្សេងៗនៅវិទ្យាល័យសម្ដេចហ៊ុនសែនភ្នំពេញថ្មីនេះថ្ងៃសៅរ៍ទី14 ខែមីនា 2026 វេលាម៉ោង 16:00 នាទីប៉ុស្តិ៍នគរបាលរដ្ឋបាលគូឃ្លាំងបានផ្សព្វផ្សាយនូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពផលប៉ះពាល់នៃគ្រឿងញៀនបញ្ហាក្មេងទំនើងនិងបញ្ហាផ្សេងៗនៅវិទ្យាល័យសម្ដេចហ៊ុនសែនភ្នំពេញថ្មីមូលដ្ឋានភូមិគោឃ្លាំងសង្កាត់គោឃ្លាំងខណ្ឌសែនសុខរាជធានីភ្នំពេញនិងបានសហការផ្សព្វផ្សាយអប់រំបានចំនួន1លើកដែលមានសមាជិកភាពចូលរួមដូចជាលោកវិរាសនៃត្រីងាត់សុភាជានាយប៉ុស្តិ៍គោឃ្លាំងលោកអនុសេនីយ៍ឯកងុកសម្បត្តិនាយរងប៉ុស្តិ៍ប្រតិបាតោអង្គវិរៈបុត្រជាមន្ត្រីលោកអ៊ំប៊ុនណាត់នាយករងវិទ្យាល័យលោកស្រីវ៉ូណាវីសមាជិកក្រុមប្រឹក្សាសង្កាត់លោកស្រីលូនវ៉ានីសមាជិកក្រុមប្រឹក្សាសង្កាត់និងកម្លាំងមន្ត្រីសរុបចំនួន6នាក់ជាលទ្ធផលមានមនុស្សឬសិស្សចូលរួមប្រមាណជាងចំនួន61នាក់ស្រីចំនួន34នាក់